ករណីដែលខាងភាគីថៃបានចោទមកលើកម្ពុជាថាបានបាញ់កាំភ្លើងត្បាល់ទៅបណ្ដាលឲ្យយុវជនរបស់គេរងរបួសនៅថ្ងៃទី6 ខែមករាឆ្នាំ2026នេះបាទពុកម៉ែបងប្អូនសូមសៀចែករំលែកម្នាក់មួយផងឥឡូវនេះខាងក្រសួងការពារជាតិរបស់យើងបានចេញសេចក្តីបំភ្លឺហើយដោយលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានជម្រាបជូនជាសាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិឲ្យបានជឿថានៅវេលាម៉ោង 7:27 នាទីព្រឹកថ្ងៃទី6 ខែមករាឆ្នាំ2026ក្នុងភូមិសាស្ត្រមុំ3ខេត្តព្រះវិហារកងកម្លាំងកម្ពុជាបានធ្វើការរៀបចំសណ្ដាប់ធ្នាប់និងរបៀបរៀបរយនៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាស្របពេលជាមួយគ្នានោះក៏មានការផ្ទុះគ្រាប់ចេញពីគំនរសម្រាមហើយបានបណ្ដាលឲ្យកងទ័ពកម្ពុជាដែលកំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់និងស្រាលចំនួន2នាក់ហើយបច្ចុប្បន្នអ្នកដែលរងរបួសដោយសារឧបទ្ទហេតុខាងលើបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចរាល់ហើយសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាក្នុងករណីខាងលើនេះក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជាថៃបាននឹងកំពុងធ្វើការរួមគ្នាក្នុងករណីខាងលើនេះក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរនិងផ្ដល់ព័ត៌មានដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមគូសបញ្ជាក់សារជាថ្មីថាដោយឈរលើស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើក្របខ័ណ្ឌច្បាប់អន្តរជាតិនិងក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់និងស្រឡាញ់សន្តិភាពដ៏ពិតប្រាកដរាជរដ្ឋាភិបាលកម្ពុជាកងកម្លាំងរបស់កម្ពុជាបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់សុចរិតក្នុងការគោរពនិងអនុវត្តពេញលេញនិងភ្ជាប់ជួននៅលក្ខខណ្ឌនៃបទច្បាញ់រវាងកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី28 ខែកក្កដាឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2025សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ដែលបានចុះហត្ថលេខានៅថ្ងៃទី27 ខែធ្នូឆ្នាំ2025និងឯកសារព្រមព្រៀងផ្សេងៗដើម្បីឆ្ពោះទៅធ្វើការឲ្យប្រសើរឡើងវិញឆាប់រហ័សនឹងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពស្ថិរភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានបាទនេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការពារជាតិនៅថ្ងៃទី6 ខែមករាឆ្នាំ2025ដូច្នេះពុកម៉ែបងប្អូនកុំភ្លេចសៀចែករំលែកនៅព័ត៌មាននេះម្នាក់មួយផងដើម្បីឲ្យពិភពលោកបានដឹងថាកម្ពុជានៅតែបន្តគោរពនិងអនុវត្តបទច្បាញ់បានយ៉ាងល្អខ្ជាប់ខ្ជួនបាទមិនមានការបំពានឈ្លានពានទៅលើខាងណានោះឡើយបាទសូមអរគុណរីកាដូចខ្ញុំបាទរំសវី